តែគាត់នៅ3នាក់ហ្នឹងគឺប្រកាសភ្នែក2នាក់បងប្អូនអូបងប្អូននេះបងប្អូនប៉ាឈ្មោះស្នែកូនឈ្មោះស្រែផ្លូវដែលទៅកាន់ផ្ទះអ៊ំស្រីគឺមិនងាយស្រួលទេបងប្អូនជាពិសេសគឺឡានទាបទៅគឺទៅអត់ដល់ទេអញ្ចឹងគឺយើងត្រូវទៅជិះម៉ូតូដើម្បីទៅកាន់ផ្ទះអ៊ំស្រីចាស់កម្ពុជានឹងក្រុមការងារគឺបាននាំយកស្បៀងដូចជាសម្ភារៈជាច្រើនដើម្បីមកចែកអ៊ំស្រីដែលគាត់ពិការភ្នែកនៅក្នុងភូមិផាត់ណាមឃុំកោពាកស្រុកវឿនសៃបងប្អូនទាំងអស់គ្នាឥឡូវយើងចូលទៅខាងក្នុងទាំងអស់គ្នាអ៊ំជម្រាបសួរជម្រាបសួរចានៅផ្ទះម៉ានអ្នកដែរអ៊ំប្រទេសខ្ញុំនៅមានតែពេលអ្នកបងស្រីហើយបងស្រីខ្ញុំនៅប្រឆេងនៅជាការចាហើយរាល់ថ្ងៃនឹងនៅផ្ទះស្រែនឹងនៅតែពេលអ្នកម៉ែនឹងហើយនៅពីអ្នកម៉ែហ៎ហ្នឹងហើយចាចាំម៉ែគាត់និយាយអីបានអត់បានទេយាយនឹងស្ដាប់អត់ចូលទេអត់ចូលហ៎ចុះគាត់មើលអីឃើញអត់អ៊ំអត់ឃើញដែរអត់ឃើញដែរវាគាត់តាំងពេល1000ម៉ាត់ទេ10ចិត្តក្រឹងអត់ស្ដាប់អត់ឮគាត់មើលអត់ឃើញហើយនិយាយអត់បានទៀតហ្នឹងអូភ្នែកអ៊ំមើលឃើញអត់អ៊ំខ្ញុំមែនចាអត់ទេអត់ដែរមើលអត់ឃើញទេហ្នឹងអត់មើលអត់ឃើញសោះហ្មងអ៊ំហ្នឹងហើយអត់មានថាឃើញព្រៃអីទេអត់សោះត្មងហ្នឹងហើយស្គាល់តាថ្ងៃស្គាល់តាយប់ទេហើយប៉ុន្តែមនុស្សនឹងសំបីអូនឯងចិត្តខ្ញុំក៏មិនអត់ឃើញដែរអូខ្ញុំស្មានតែអ៊ំមើលឃើញអត់ខ្ញុំដល់រថ្ងៃមែនជាងពឹងភ្នែកទេខ្ញុំតាចាំតែត្រជាហ្នឹងហើយខ្ញុំដល់ស្ងាយហ្នឹងអូហើយមិញឃើញដើរឆ្លងផ្លូវមកមិញមិនស្គាល់ផ្លូវទេអត់អូពុកម៉ែបងប្អូនទាំងអស់គ្នាគាត់មើលអត់ឃើញសោះតែម្ដងស្មានតែគាត់ព្រាមើលឃើញតិចអត់សោះហ្មងអ៊ំចាអូបងប្អូនទាំងអស់គ្នាឥឡូវសាកសីទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាហើយមិញគាត់ឡើងមកមិញហ្នឹងឃើញគាត់រៀបដៃដែរស្មានគាត់មើលឃើញតិចតាមពិតមើលអត់ឃើញសោះតែម្ដងពីការភ្នែកហ្នឹងប្រហែលឆ្នាំអីអ៊ំហើយកាលនៅក្មេងហ្នឹងនៅផ្លូវហើយទោះបីឆ្ងាយប្រហែលម៉ែត្រក៏ខ្ញុំបានឃើញអ៊ំមានកូនម៉ាអ្នកដែរអ៊ំមួយអូមានតែមួយហ្នឹងហើយអូអាយុប៉ុន្មានឆ្នាំឯអ៊ំកូន4ឆ្នាំ3ខែ8ថ្ងៃហើយវាក៏ឈ្មោះអីដែរអ៊ំស្រែចាប៉ាវានឹងស្នែអូប៉ាឈ្មោះស្នែហ្នឹងកូនឈ្មោះស្រែអ៊ំស្រីឈ្មោះអីវិញអ៊ំខ្ញុំនឹងហានប៉ាខ្ញុំហានហើយខ្ញុំនឹងព្រៀងចាព្រៀងអូចាអាយុខ្ញុំនឹងឆែហើយឆែឆែបគុតហើយតាមពិតគាត់ពិការភ្នែកទាំងម្ដាយទាំងកូនហើយអត់តាអូននេះទេណាអូននេះអត់អីទេណោះចាហ្នឹងហើយអញ្ចឹងផ្ទះគាត់ដែលគាត់នៅ3នាក់ហ្នឹងគឺពិការភ្នែក2នាក់បងប្អូនចុះពេលដាំបាយស្លអីវិញអ៊ំដល់ធ្វើតែអញ្ចឹងហើយមានមនុស្សឲ្យធ្វើតែអញ្ចឹងហ្នឹងហើយតែមើលអត់ឃើញទេហ្នឹងអូបងប្អូនទាំងអស់គ្នាមើលអត់ឃើញទេប៉ុន្តែអាចធ្វើបានខ្ញុំសរសើរអ៊ំហ្មងធ្វើមិនបាននេះបើឆាន់ជាខ្ញុំរអស់រអើយនឹងប្រតកូនខ្ញុំនឹងហើយជាយកឈើអយនៅខ្ញុំចឹងបានកូនប្រុសម្នាក់នោះអ៊ំຕົកប្រើខ្លះណាហ្នឹងចាហ្នឹងហើយប៉ុន្តែគ្នានៅក្មេងទៀតទៅ4ឆ្នាំហ្នឹងអូហ្នឹងហើយចុះបានអីហូបដែរអ៊ំមកហូបអីរាល់ថ្ងៃនឹងអត់ទេហូបតែបាយនឹងសំបីបាយក៏ខ្ញុំចំបាយបងប្អូនចដូន2ចដូន3ក្នុងភូមិថ្ងៃណាដាច់បាយនឹងខ្ញុំក៏បងចដូន2ចដូន3ហ្នឹងហើយជាអ្នកអនុតនឹងហើយចេះអោយបើជាអ្នកណាអត់អនុតនឹងអត់អោយទេដឹងហើយយើងសុំរបស់គេនឹងណោះក្មួយមកថ្ងៃនេះក្មួយមានអង្គមួយបែនឹងមីមួយកេះធំជូនអ៊ំដែរហើយនេះនំអ៊ំចានំនេះវិញចានអានេះមានសម្ភារៈមានចង្កឹះមានវែកមានអីអានេះដៃជូនអ៊ំទៀតហើយនេះមានចានកញ្ច្រែងអត់ធន់ជូនអ៊ំដែរចាហើយមានសម្ភារៈនេះទៀតអ៊ំនេះចានៅក្នុងនេះនំចាហើយនេះអូអ៊ំអត់ភ្លេចទេអ៊ំនេះសម្លៀកអ៊ំពាក់ជូនសម្លៀកពាក់ជូនចាមានឈុតមានអីជូនចាអ៊ំដែរចាអ៊ំអើយចាមើលអ៊ំហូបបាយនៅអ៊ំហូបហើយព្រឹកនោះប៉ុន្តែថ្ងៃហ្នឹងអត់ទាន់ហូបបានហូបអីដែរអ៊ំព្រឹកមិញហូបតែបាយហ្នឹងហើយហូបតែបាយសិនហ្មងហ្នឹងហើយអត់មានថាទឹកត្រីទឹកស្អៀវអីទេអត់តែបាយសហ្មងហ្នឹងអូបងប្អូនទាំងអស់គ្នាព្រះជួយបងអើយអ៊ំហើយបាយសតែម្ដងហ្នឹងអូអ៊ំឃ្លានពិសាអីថ្ងៃណាតែបាយតិចអីអ៊ំអាចផ្សានជំនួសបានដាក់ទៅមួយនឹងឆ្អែតបាត់ហើយកូនញ៉ាំមើលឆ្ងាញ់អត់កូនឆ្ងាញ់អត់ប្រាប់អីមើលឆ្ងាញ់អត់ប្រណោមហីក្មួយមានថវិកាមួយចំនួនធំទៀតជូនអ៊ំ
ចាមានសម្ភារៈឲ្យមានថវិកាជូនអ៊ំទៀតចាអ៊ំនេះថវិកាក្មួយជួនចានៅក្នុងហ្នឹងអ៊ំណានៅក្នុងស្រោមសម្បត្តិក្មួយដាក់ស្រោមសម្បត្តិឲ្យអ៊ំចាអញ្ចឹងអ៊ំទុកដាក់ត្រឹមត្រូវណាអ៊ំណាចានេះបានកោហើយក៏ច្រើនមកអ៊ំចាគាត់ចោះរាល់ថ្ងៃចឹងគាត់ចំណាំបាន